យករបស់មានតម្លៃទាំងអស់ដែលអ្នកមានមកដាក់ចុះរួមទាំងបន្តោងត្បូងនិងគ្រឿងអលង្ការដែលអ្នកពាក់ផងចូលសពនឹងថងលុយក៏ត្រូវយកមកដែរប្រពន្ធឲ្យនាងមកម្នាក់នេះទៅឲ្យនាងយកទៅដូរជាស្បៀងអាហារឲ្យពួកអ្នកដាក់នៅទីនេះតើរបស់ទាំងនេះអាចយកទៅដូរបានមែនឬលឿនឡើងនាងនេះបានសន្យាជាមួយខ្ញុំថាឲ្យពួកអ្នកប្រពន្ធរបស់ចុះគ្នាអ្នកហុកនឹងអាចដូរបានស្បៀងដល់ទៅ8សែនក្បាល8សែនក្បាលរបស់តិចតួចប៉ុននេះធ្វើម៉េចនឹងដូរបានដល់8សែនក្បាលទៅតើគាត់កំពុងបោកពួកយើងមែនទេគាត់កំពុងបោកពួកយើងមែនទេបោកពួកយើងប្រហែលជាបោកហើយគាត់បោកពួកយើងមែនទេបន្តោងត្បូងនេះគឺជាវត្ថុតែមួយគត់ដែលមកខ្ញុំមិនសល់ទុកឲ្យទោះស្លាប់ក៏ខ្ញុំមិនឲ្យវាឃ្លាតពីខ្លួនដែរចំណែកកងដៃរបស់ខ្ញុំនេះវិញគឺជាកងដៃដែលយាយទុកឲ្យខ្ញុំសម្រាប់យកប្រពន្ធមែនហើយនោះវាសម្រាប់ទុកយកប្រពន្ធតាបោកនាងបោកខ្ញុំដើម្បីអ្វីបោកនាងមកពីណាបើគ្មានអាហារហូបចុកតើពួកអ្នករស់បានដោយរបៀបណាតើពួកអ្នករស់ដើម្បីយកប្រពន្ធដោយរបៀបណាបើពួកយើងច្បាំងមិនឈ្នះសូម្បីតែដីកប់សពពួកអ្នកក៏គ្មានដែរនាងលីម៉ងពេលនេះគឺជាក្តីសង្ឃឹមចុងក្រោយរបស់ពួកយើងសប្តាហ៍ថ្ងៃសង្គ្រាមវឹកវរមើលទៅណាក៏ឃើញតែភាពរហ័សស្ថានត្រឹមតែស្រីម្នាក់មើលយ៉ាងណាក៏ដូចជាការប្រកាសដែរបានអាម៉ាស់ណាស់បើពួកអ្នកមិនជឿក៏មិនអីដែរបែកគ្នាទៅចុះខ្ញុំសូមស្បត់នៅទីនេះម្ដងទៀតស្បត់ចំពោះមុខទាធានទាំងអស់បើ3ថ្ងៃក្រោយបើមិនឃើញស្បៀង8សែនក្បាលខ្ញុំនឹងស្លាប់ដើម្បីសងគុណខ្ញុំព្រមជឿលើព្រះអង្គម្ចាស់ពួកយើងទាំងអស់គ្នាព្រមជឿលើព្រះអង្គម្ចាស់ព្រមជឿលើព្រះអង្គម្ចាស់ព្រះអង្គម្ចាស់ជួយព្រះអង្គម្ចាស់សូមឲ្យព្រះអង្គម្ចាស់នេះរកជំនាញបងស្រីបើទិញស្បៀងមិនបានក៏មិនអីដែរកុំភ្លេចសងបន្តោងត្បូងមកខ្ញុំវិញផងនេះជាអ្វីដែលមកខ្ញុំមិនសល់ទុកឲ្យទៅកុំធ្វើឲ្យនាងនេះពិបាកចិត្តអីទៅទីសៀនទាំងនេះក៏សុទ្ធតែជាកូនអ្នកក្ររបស់តែពួកគេអាចបានគឺយើងមិនចាំទេខ្ញុំបាននិយាយហើយអ្នកមិនចាំបាច់ឲ្យខ្ញុំសងបន្តោងត្បូងវិញទេខ្ញុំនិយាយថាប៉ុណ្ណេះគឺគ្រប់គ្រាន់ហើយខ្ញុំនឹងមិនធ្វើឲ្យពួកអ្នកខកបំណងឡើយនាងទោះបីជាអ្នកមិនអាចរកស្បៀងបានគ្រប់8សែនក្បាលក៏ដោយត្រូវតែត្រឡប់មកវិញដោយសុវត្ថិភាពណាតែម្នាក់នេះនៅចង់បានរបស់អត់ប្រយោជន៍នេះទៀតឬតើអាចមានរបស់ល្អអ្វីទៅបើមិនមែនឃើញមុខអ្នកទេខ្ញុំមិនមកទេលោកមើលសិនទៅនិយាយបន្តទៀតមក